បាទសូមជំរាបសួរបងទេវិបុលហើយសូមជំរាបសួរបងខាងមិនសុងបាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសដែលបានជួបជាមួយនឹងបងហើយនឹងបងសុងពាក់ព័ន្ធជាមួយនឹងថ្ងៃនេះដោយសារតែកាលពីម្សិលមិញខ្ញុំបានឃើញសារព័ត៌មានជាច្រើនបានចុះផ្សាយថាក្នុងនាមបងជាប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានដាក់ពាក្យបណ្ដឹងជុំវិញនឹងការលើកឡើងរបស់អ្នកលក់អនឡាញដែលមានម្ចាស់ page ម្ដាមដាដែលគាត់បានលើកឡើងថាអ្នកសារព័ត៌មានចំនួន 80% គឺជាអ្នកបំពុលសង្គមហើយអ្នកលក់អនឡាញតែ 20% ទេតើខ្ញុំចង់សុំព័ត៌មានបងថាតើមូលហេតុអីបានជំរុញចិត្តបងធ្វើការដាក់ពាក្យបណ្ដឹងទៅអាដាមណេត ពេត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានជុំវិញនឹងការលើកឡើងដែលប៉ះពាល់ទៅដល់អ្នកសារព័ត៌មាននេះបាទសូមជួយបាទអរគុណច្រើនបាទបងអរគុណច្រើនដល់សម្ដេចអាដាមអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានជាទីគោរពជាពិសេសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទាំងនៅក្នុងសូលក៏ដូចជានៅសមុទ្រហ្នឹងហើយបងតែប្តឹងគាត់ហើយថាសិទ្ធិរបស់គាត់មានកម្មចេញតិរបស់គាត់អញ្ចឹងណាយើងក៏មានសិទ្ធិក្នុងការប្តឹងទប់ស្កាត់នឹងសិទ្ធិរបស់គាត់ដែលគាត់និយាយមកប៉ះពាល់ដល់អ្នកសារព័ត៌មានរាប់ពាន់អ្នកអញ្ចឹងណាបាទទីមួយគាត់បញ្ជាក់អំពីនៅក្នុងเพจរបស់គាត់ live ផ្ទាល់ហ្នឹងថ្ងៃទី20បាទគាត់ថាអ្នកសារព័ត៌មានហ្នឹង80% ជាអ្នកបំពុលសង្គមគាត់ថាគាត់និយាយគាត់ដូចភ្ញាក់អញ្ចឹងគាត់ថាខ្ញុំគាត់ថាគ្រាន់តែគាត់ចុចឆែកនៅក្នុងTikTok ភ្លាមគាត់កំណត់ថា 80% ភ្លាមហើយគាត់កំណត់មួយផ្លែដែរហ្នឹងអ្នកលក់អនឡាញ 20% គាត់កំណត់ដល់ខ្លួនគាត់ហើយយើងចង់ដឹងថាតើគាត់បានស្ថាប័នណាបានក្រុមហ៊ុនណាដែលអាចទៅ audit ពាក់ព័ន្ធនឹង search គ្រប់បែបយ៉ាងអ្នកដែលស្ថាប័នសារព័ត៌មានយើងនេះដល់រាប់ពាន់ 8000 នាក់ហ្នឹងដែលកំពុងតែនិយាយបំពុលសង្គមហ្នឹងចង់ឲ្យគាត់បញ្ជាក់មកអញ្ចឹងណាព្រោះធនធ្ងរណាអូនគាត់មនុស្សធម្មតាអ្នកលក់អនឡាញធម្មតាមានសិទ្ធិនិយាយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររហូតដល់អ្នកសារព័ត៌មានមិនអាចទទួលយកបានយល់ទេភាពធនធ្ងរបំផុតស្ថាប័នកម្ពុជារបស់ជាតិបានទទួលស្គាល់ក្រសួងព័ត៌មានអញ្ចឹងណាបាទហើយក្រសួងព័ត៌មានបានសញ្ញាឲ្យអាជ្ញាប័ណ្ណរបស់អ្នកសារព័ត៌មានទាំងអស់នេះដើម្បីមានសិទ្ធិក្នុងការធ្វើព័ត៌មានប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈអញ្ចឹងភាពថ្លៃថ្នូររបស់សារព័ត៌មានមានអញ្ចឹងណាដល់ពេលស្ត្រីម្នាក់គាត់បញ្ជាក់ថាសារព័ត៌មាន 80% ជាអ្នកបំពុលសង្គមគឺជាការមើលងាយការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់អ្នកសារព័ត៌មានដែល